គាត់គឺជាមន្ត្រីជាន់ខ្ពស់ដំបូងគេនៅក្នុងសេរីភាពចលនាកាត់របស់ Nancy ក៏ដោយនៅក្នុងដៃរបស់គាត់វាក៏ចប់ទាំងស្រុងដែរវាមិនមែនជាចលនាតែមួយទេអង្គជាព្រះធម៌ស្ដេច Helian Peng រឿងព្រេងនិទានបានរៀបរាប់ថានៅលើភ្នំយមនៃការមួយហាងការដាំដុះអង្គភាពមួយបានលេចចេញជារូបរាងក្នុងរយៈពេល Helian Peng គាត់គឺជាបុកបរោះ Wuji សិស្សចំនួនទី9ក្រោមការណែនាំរបស់គាត់ដោយសារតែ Helian Peng មានការយល់ដឹងខ្ពស់ខ្លាំងក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះកើតបានរៀនគាត់ស្គាល់សិល្បៈវេទមន្តទាំងអស់មានតែ Sashi Nanajuten Teziban វាអាចឡើងដល់អង្គភាពហើយម្ចាស់សាសនាតៅដែលស្លៀកសម្លៀកបំពាក់ Helian Peng ឥឡូវនេះជាមនុស្សអាក្រក់ទាញយកប្រយោជន៍ពីភាពមិនត្រៀមខ្លួនរបស់ពួកគេជាមួយនឹងស្នេហ៍ Helian Peng ជារៀងរហូតយើងបានមកដល់ភ្នំយមនៃនៅថ្ងៃនោះ Helian Peng បានដឹងថាតុក្កតាយិនសិនអាយុ 1000 ឆ្នាំត្រូវបានប្រមូលបានបង្កើតឡើងដោយការប្រមូលផ្ដុំប្រសិនបើវាអាចធ្វើបានវិញ្ញាណរាប់ពាន់ឆ្នាំរបស់ទីរោគយិនសិនអាចលើសពីអាណាចក្រទាំង3មិនមែនអាចចូលរួមជាមួយក្រុមអមតៈបានតែប៉ុណ្ណោះដើម្បីក្លាយជាព្រះដ៏ខ្ពង់ខ្ពស់បំផុតនៃឋានសួគ៌យ៉ាងណាក៏ដោយតុក្កតាយិនសិននេះគឺជីកៅបានបាត់បង់ជីវិតដោយមិននឹកស្មានដល់ដើម្បីសង្គ្រោះជីវិតគាត់បានលក់វាទៅឲ្យលោកគ្រូធំប៉ាងមានសេចក្តីរីករាយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពួកគេក៏បានសាងសង់អ្វីមួយសម្រាប់កុំឲ្យត្រូវបានសាងសង់ដើម្បីទទួលបានកូនយិនសិនអាយុ 1000 ឆ្នាំព្រះធម្មរាជា Helian Peng បញ្ចុះបញ្ចូលកម្មសិក្សាស្រីបានជួយគាត់ឲ្យដកខ្លួនចេញដោយសម្ងាត់របួសចាក់នៅខាងក្រោយវេទមន្តស្ដេចធម៌បានពោពេញដោយភាពរស់រវើកភ្លាមបានស្ដារអំណាចវេទមន្តឡើងវិញនៅពេលនេះយមមេងភ្នំបានញគ្រូពេទ្យអធិរាជឧយ៉ាងដឹងថានោះជាបងប្រុស Helian Peng បានទម្លុះត្រាស្ដេចធម៌ Helian Peng ចង់ទម្លុះពេលចាក់ចេញពីភ្នំយមមេងពួកគេបានជួបម្ចាស់របស់ពួកគេសាក់ពីគ្រូពេទ្យអធិរាជឧយ៉ាងបងប្អូនប្រុសស្រីច្បងនិងបងប្អូនប្រុសស្រីបានបង្ហាញព្រំព្រៀងដ៏សាហាវមួយដែលបានធ្វើឲ្យមេឃនិងផែនដីមហាក្សត្រធម្មធិបតេយ្យត្រូវបានគេឃើញដល់កាត់ដែនតែគ្រូពេទ្យអធិរាជឧយ៉ាងមិនត្រូវបានខំទេបន្ទាប់មកព្រះបាទធម្មរាជាបានបញ្ចេញមន្តអាគមមួយពេទ្យរបស់ឧយ៉ាងស្ទើរតែស្មើនឹងធម្មពលពេទ្យរបស់អូស្រីបានប្រើពិសេសមិនធម្មតាដើម្បីប្រយុទ្ធប្រឆាំងនឹងកុសលមិនធម្មតាដោយឃើញថាដៅមុខតែមួយមិនអាចបង្កការខូចខាតអ្វីបានដល់ពីគឹមខាងទៀតស្ដេចធម្មបាលក៏យាងមកភ្លាមដៅមុខស្រួចបញ្ចូលគ្នាទៅជាការកាត់រៀងវងហោះទៅកាន់ទីក្រុងឧយ៉ាងក៏បានយកផ្កាឈូកមួយចេញវត្ថុបុរាណដ៏មានតម្លៃនឹងវងនៃព្រះមហាក្សត្រការប៉ះទង្គិចគ្នារវាងត្រានិងកម្លាំងដែលជាវត្ថុបុរាណវេទមួយក៏បាត់ទៅក្នុងខ្យល់ស្ដៅមួយរំពេចរួចក៏បងប្អូនប្រុសពីរនាក់ដែលច្បងនិងបងប្រុសទី3បានប្រយុទ្ធគ្នាយ៉ាងណាមិញបងប្រុសច្បងគឺជាបងប្រុសច្បងដែលពឹងផ្អែកលើឱកាសប្រើប្រាស់កម្លាំងកាយរបស់ពួកគេមិនយូរប៉ុន្មានបងប្អូនស្រីតូចឧយ៉ាងគ្រូពេទ្យអធិរាជគឺជានារីផ្កាដែលជ្រុះគាត់បានទាត់ឧយ៉ាងជាបំណែកជាមួយនឹងការផ្កាយរបស់គាត់ទោះបីជាគ្រូពេទ្យអធិរាជឧយ៉ាងមិនបានគាត់បានបាត់បង់រូបកាយប៉ុន្តែវិញ្ញាណដើមរបស់គាត់នៅតែខ្លួននៅខាងក្នុងផ្កាឈូកទ្រង់បានបញ្ជាឲ្យសិស្សស្រីរបស់ទ្រង់ទៅខេត្តកៃហ្វេងកំពុងស្វែងរកសាកសពអាយុរាប់ពាន់ឆ្នាំទីកន្លែងស្នាក់នៅរបស់កុមារអាចរកបានក្នុងរយៈពេលយ៉ាងណាអាចជាសេសស្បើយទាន់ពេលវេលាអំណាចវេទមន្តដែលព្រះមហាក្សត្រធំបានដឹងរួចហើយកុមារគួរតែនៅវិមានរបស់គ្រូធំពួកគេមិនអាចរងចាំដើម្បីឆ្ពោះទៅរកបន្តដំណើរឆ្ពោះទៅកាន់វិមានរបស់គាត់តែការអនុវត្តទម្រង់មនុស្សមិនធម្មតារបស់អាគមដែលគាត់បានចម្រាញ់គឺមិនអាចយល់បានថាមពលយិនធ្ងន់ពេកនៅពេលថ្ងៃមួយសន្ទុះក្រោយមកហ្វូងឃ្មុំបានហើរពេញផ្លូវអ្នកថ្មើរជើងនៅសងខាងត្រូវបានព្រមចេញមនុស្សនិងសេះត្រូវបានបោះចូលទៅក្នុងភាពវឹកវរហើយទំនេរត្រូវបានផ្ទុះទៅជាភាពញញែកទាំងស្រុងនៅពេលយប់រូបរាងមនុស្សភពក្រៃរបស់ស្ដេចថមហើយរំភើបមែនពួកគេបានវាយប្រហារប្រជាជនយ៉ាងខ្ញុំគ្រាន់តែសម្លឹងមើលពួកគេពីរបីដងទៀតហើយមិនបានអំពីវិនាទីបន្ទាប់ជើងទាំងពីររបស់គាត់វាគ្រាន់តែកាត់ឡើងដោយធម្មជាតិប៉ុណ្ណោះបុរសដែលវាយប្រហារលោកយ៉ាងមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ស្រែកថាអារៈស្ត្រីម្នាក់ចំណែកឯព្រះធម្មរាជាគឺជាមនុស្សចម្លែកបន្តដើរទៅមុខដូចជាគ្មានអ្នកណានៅក្បែរទេមន្ត្រីទាំងពីរនាក់បានក្រោកឡើងយ៉ាងលឿនគាត់បានមកហើយរត់ត្រឡប់ទៅខេត្តកៃហ្វេងវិញលោកយ៉ានយ៉ាវបានផ្ញើសារ